គ្រូបង្រៀនក្រៅម៉ោងឆក់យកបេះដូងមេម៉ាយកូនមួយរូបស្រស់នៅពេលដែលកូនប្រុសត្រៀមខ្លួនប្រឡងចូលសាកលវិទ្យាល័យម្ដាយក៏បានជួលគ្រូបង្រៀនវ័យក្មេងរូបសង្ហាម្នាក់ឲ្យមកបង្រៀនកូនប្រុសរបស់ខ្លួនប៉ុន្តែនាងបែរជាអះអាងថាជួលមកដើម្បីតែបង្រៀនកូនប៉ុណ្ណោះគ្មានរឿងអ្វីផ្សេងពិតមែនណាកូនសម្លាញ់រឿងនេះបានចាប់ផ្ដើមជាមួយនឹងម៉ារីស្ត្រីមេម៉ាយរូបស្រស់ម្នាក់ដែលរស់នៅជាមួយកូនប្រុសម្នាក់ឈ្មោះម៉ាសាយ៉ាគីដែលជាក្មេងរៀនពូកែនិងកំពុងត្រៀមខ្លួនប្រឡងចូលសាកលវិទ្យាល័យបន្ទាប់ពីញ៉ាំអាហារពេលព្រឹករួចម៉ាសាយ៉ាគីក៏ចេញទៅរៀនបាត់ទៅលុះដល់ពេលល្ងាចពេលត្រឡប់មកដល់ផ្ទះវិញគេក៏បានជួបរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយដោយឃើញយុវជនសង្ហាម្នាក់អង្គុយនៅក្នុងផ្ទះម៉ារីបានណែនាំនិងប្រាប់កូនប្រុសរបស់នាងថានេះគឺសូជាមិត្តភក្តិជំនាន់ក្រោយរបស់នាងហើយនាងបានជួលគេឲ្យមកជួយបង្រៀនកូនដើម្បីត្រៀមខ្លួនប្រឡងម៉ាសាយ៉ាគីលួចគិតក្នុងចិត្តថាតើគ្រាន់តែជាគ្រូបង្រៀនមែនឬសូបានញញឹមនិងជជែកលេងជាមួយម៉ាសាយ៉ាគីយ៉ាងស្និទ្ធស្នាលព្រោះពួកគេមានអាយុប្រហាក់ប្រហែលនឹងគ្នាម៉ារីបាននិយាយថាសូពូកែណាស់កូនត្រូវរៀនពីគេឲ្យបានច្រើនជាពិសេសបទពិសោធន៍ជីវិតបន្ទាប់ពីបង្រៀនបានមួយសន្ទុះសូបានសរសើរម៉ាយ៉ាសាគីមិនដាច់ពីមាត់ថាគេពូកែនិងតាំងចិត្តធ្វើលំហាត់បានយ៉ាងល្អម៉ាសាយ៉ាគីក៏បានសួររឿងផ្ទាល់ខ្លួនរបស់សូថាតើគេមានសង្សារហើយឬនៅសូឆ្លើយថានៅទេប៉ុន្តែខ្ញុំកំពុងតែលួចស្រឡាញ់នារីម្នាក់ដែលរៀងចាស់ជាងខ្ញុំបន្តិចម៉ាសាយ៉ាគីដឹងភ្លាមថាម្នាក់នេះច្បាស់ជាចង់ញ៉ែម៉ាក់យើងហើយបន្ទាប់មកសូបានរៀបរាប់រឿងផ្ទាល់ខ្លួនប្រាប់ម៉ាយ៉ាសាគីថាគេច្រណែននឹងម៉ាសាយ៉ាគីដែលមានម្ដាយចាំមើលថែទាំព្រោះគេជាក្មេងកំព្រាដែលចង់មានម្ដាយណាស់មួយសន្ទុះក្រោយមកម៉ារីក៏ដើរចូលមកជាមួយនំខេកសម្រាប់ពួកគេសូប្រាប់ម៉ាយ៉ាសាគីថាយើងសម្រាកសិនទៅរួចសូគេក៏ដើរទៅយកស្លាបព្រាម៉ាសាយ៉ាគីក៏លេចឃើញបន្តោងសោទូរស័ព្ទរបស់សូគឺដូចគ្នាបេះបិទនឹងរបស់ម៉ាក់របស់គេកាន់តែសង្ស័យថាម៉ាក់និងម្នាក់នេះច្បាស់ជាមានរឿងអ្វីលាក់បាំងមិនខាននាពេលយប់ម៉ាសាយ៉ាគីចាប់ផ្ដើមធ្វើជាអ្នកស៊ើបការគេឃើញម៉ារីលួចនិយាយទូរស័ព្ទទាំងទឹកមុខអៀនខ្មាស់អំពីប្រឡោមលោកថ្មីដែលនាងកំពុងសរសេរដែលជារឿងស្នេហាខុសវ័យជួបគ្នាតាមរយៈកម្មវិធីស្វែងរកគូកូនប្រុសដឹងភ្លាមថាម៉ាក់របស់គេលងស្នេហ៍គ្រូបង្រៀនវ័យក្មេងម្នាក់នេះបាត់ទៅហើយថ្ងៃបន្ទាប់ពេលម៉ាសាយ៉ាគីទៅរៀនសូក៏មកជួបម៉ារីពួកគេបានអានប្រឡោមលោកជាមួយនឹងគ្នារួចក៏ចាប់ផ្ដើមបេសកកម្មពិសេសយ៉ាងផ្អែមល្ហែមស្រាប់តែឮសំឡេងសោទ្វារម៉ាសាយ៉ាគីត្រឡប់មកវិញល្មមសូនិងម៉ារីប្រញាប់ទៅពួនក្រោយសាឡុងម៉ាសាយ៉ាគីដើរចូលមកក៏លេចមើលជុំវិញគេធំក្លិនទឹកជ្រោះស្នេហ៍និងល្អាងស្នេហ៍ដ៏ក្តៅគគុកប៉ុន្តែគេធ្វើពុតជាមិនដឹងរឿងអ្វីទាំងអស់ថ្ងៃបន្តទៀតសូនៅតែមិនទាន់ត្រឡប់ទៅផ្ទះវិញទេថែមទាំងស្លៀកពាក់អាវរបស់ម៉ាសាយ៉ាគីទៀតផងគេសួរថាហេតុអ្វីបានជាសូនៅទីនេះទៀតទាំងដែលបង្រៀនចប់យូរហើយម៉ារីឆ្លើយថាភ្លៀងធ្លាក់កូនចាំបន្តិចទៀតគេទៅវិញហើយម៉ាសាយ៉ាគីតបថាមិនអីទេឲ្យសូគេងនៅទីនេះក៏បានដែរសម្ដីនេះធ្វើឲ្យអ្នកម៉ាក់និងសូលួចញញឹមបិទមាត់មិនចិត្តយប់នោះគ្រូបង្រៀនរូបសង្ហាក៏បន្តការប្រកួតមួយទឹកទៀតយ៉ាងសស្រាក់សស្រាំងដោយមិនដឹងថាម៉ាសាយ៉ាគីកំពុងលួចមើលពួកគេឡើយ4ខែកន្លងផុតទៅអ្នកម៉ាក់និងសូនៅតែបន្តណាត់ជួបគ្នាជាសម្ងាត់ដោយគិតថាម៉ាសាយ៉ាគីមិនដឹងរឿងអ្វីទាំងអស់ថ្ងៃនេះម៉ាសាយ៉ាគីប្រឡងចប់សាកលវិទ្យាល័យហើយគេកំពុងរៀបចំខោអាវដើម្បីទៅរៀននៅថ្ងៃស្អែកប៉ុន្តែគេបានលួចដាក់កាមេរ៉ាសម្ងាត់នៅក្នុងផ្ទះពេលយប់អ្នកម៉ាក់និងសូក៏ចាប់ផ្ដើមហ្គេមស្នេហាម្ដងទៀតយ៉ាងក្តៅរលរៀលប៉ុន្តែពួកគេមិនដឹងទេថាម៉ាសាយ៉ាគីកំពុងលួចមើលគេតាមកាមេរ៉ាពេលព្រឹកក្នុងអំឡុងពេលញ៉ាំបាយម៉ារីឃើញកូនប្រុសមានទឹកមុខស្រពោនក៏សួរថាមានរឿងអ្វីម៉ាសាយ៉ាគីប្រាប់ថាគេមានអារម្មណ៍អត់សុខដែលត្រូវទៅរៀននៅឆ្ងាយមិនបាននៅក្បែរម៉ាក់ទៀតម៉ារីព្យាយាមលួងលោមប៉ុន្តែម៉ាសាយ៉ាគីស្រាប់តែលើកទូរស័ព្ទបង្ហាញវីដេអូសកម្មភាពស្នេហារវាងម៉ាក់របស់ខ្លួននិងសូឲ្យនាងមើលព្រមទាំងញញឹមម៉ារីភ័យស្លន់ស្លោជាខ្លាំងរួចរូបភាពក៏កាត់មកត្រង់មុខរបស់ម៉ាសាយ៉ាគីដែលកំពុងញញឹមយ៉ាងមានក្តីសុខហើយរឿងក៏បានកាត់បញ្ចប់ទៅ